ទស្សនាវីដេអូ highlight ពេញមួយការប្រកួតតែម្ដងជំនួបរវាងបាទក្លឹបបាល់ទាត់បង្កេតជាម្ចាស់ផ្ទះជាមួយនឹងក្រុមភ្ញៀវ Nagavel ការប្រកួតសប្តាហ៍ដំបូងនៃដំណាក់កាលទី2ក្រុម Top 6 Nagavel ឯកសណ្ឋានពណ៌ស្វាយបាទស្រោមជើងពណ៌ខ្មៅចំណែកម្ចាស់ផ្ទះបង្កេតឯកសណ្ឋានពណ៌សលោកកញ្ញាកណ្ដាលហៅបន្ថងជាអ្នកកាត់សេចក្តីនៅក្នុងការប្រកួតនេះបាទចាប់ផ្ដើមនៅម៉ោង 6 ល្ងាចនៅពហុកីឡដ្ឋានជាតិការប្រកួតរវាងក្រុមទាំងពីរនៅក្នុងវគ្គទី1បាទយើងឃើញថាមិនសូវជាមានការប៉ុនប៉ងសម្ដៅទីគ្នាល្អនោះទេណាក៏ដោយត្រង់ចំណុចនេះជាការតែតរបស់ Charlie ហើយបែររួចក៏ទាត់រកប្រឡោះជើងតែ Red Liheng ក៏បិទបានយ៉ាងល្អការបញ្ជូនរបស់ Norun ឲ្យ Wesley ក៏ត្រូវសង្គ្រោះបានដោយ Liheng ម្ដងទៀតចំណែកត្រង់នេះវិញគឺការប៉ុនប៉ងពីក្រៅប្រអប់របស់កីឡាករ Iago Bento តែក៏ស្រាលហើយបន្តមកទៀតការទាត់របស់ Lucas Oliveira សង្គ្រោះបានដោយកយសេលីមNorun ក៏ប៉ុនប៉ងពីចម្ងាយដែរតែចាប់បានដោយ Red Liheng វគ្គទី1ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា0-0ហើយបន្តចូលវគ្គទី2បាទយើងឃើញថាមានការប្រែប្រួលមួយចំនួនក៏ដូចជាការផ្លាស់ប្ដូរកីឡាករយុទ្ធសាស្ត្ររបស់គ្រូបង្វឹកផងដែរបាទចំណុចនេះការទាត់ពីចម្ងាយបន្ទាប់ពីបាល់បាទខ្ទាតចុះខ្ទាតឡើងតែក៏មិនចំគោលដៅដែរចំណុចនេះជាកំហុសរបស់ Visney ធ្វើឲ្យ Mat Norun បាទរត់ទៅហើយក៏ទាត់បញ្ចូលទីបានយ៉ាងល្អតែទម្លាក់ឲ្យអ្នកចាំទីប៉ុន្តែ Norun លឿនជាងហើយការតែតរបស់ Visney ស្រាលបាទធ្វើឲ្យ Norun បាទមានឱកាសក្នុងការរកបានគ្រាប់បាល់ទី2របស់ខ្លួននៅក្នុងការបាទប្រកួតលីកកំពូលកម្ពុជានៅក្នុងរដូវកាលនេះបាទផ្ទះឆ្វេងជំនាញស្រេចតែម្ដងបានយ៉ាងល្អបាទត្រង់នេះជាការបង្កកំហុសរបស់ Mathis Martin ទៅលើ Iago Bento បាល់ free kick ដោយ Iago Bento តែដោយប៊ុនឆៃតែក៏សង្គ្រោះបានដោយ Red Liheng បាទដណ្ដើមទីតាំងតែចំបាល់ល្អតែក៏សង្គ្រោះបានល្អដូចគ្នាCharlie ត្រង់នេះរុញទៅឲ្យបើកមួយ Luis Zabala ក៏ទាត់យកប្រឡោះជើង Liheng ដែរតែបុកនឹងកែងជើងរបស់ Liheng ហើយក៏ខ្ទាតបុកនឹងបង្គោលទីឡងចេញមកក្រៅទៀតចំណែកត្រង់នេះវិញណាចាជាអ្នកកាត់ទៅជះដោយ Salim ហើយតែត្រឡប់មកវិញដោយ Venuto បាទលោតកាប់ដោយ Yusuke Minagawa តែបាល់នេះប៉ះនឹងរបាទីខ្ទាតចេញក្រៅទៀតបាទចំណុចត្រង់នេះហើយដែលជាបាទការវិបកបាទបន្ទាប់ពី Naga ព្យាយាមសម្រុកបាទហើយក៏ទាត់មួយជើងដោយ Manoj សង្គ្រោះបានជាថ្មីដោយបាទអ្នកចាំទី Red Liheng ហើយញ៉ាកណ្ដាលផ្លុំកញ្ចៃបញ្ចប់ការប្រកួត